អត់គួរឲ្យជឿសោះហ្មងបងប្អូនគ្នា GAC S7 ឡានពង 2PHEV មកពេញជិះបានរហូតដល់ 1150 គីឡូម៉ែត្រតម្លៃចាប់ផ្ដើមទៅតែពី 43,000 តែប៉ុណ្ណោះស្វាគមន៍បងប្អូនគ្នាមកកាន់ពិធីសម្ពោធជាផ្លូវការ GAC S7 Spec Globalនេះគឺយើងបានដឹងហើយថាប្រទេសកម្ពុជារបស់យើងនឹងនាំចូលពី option មកគឺមាន option Max តម្លៃ 43,000 និង option Ultra តម្លៃ $47,000 ហើយចំណុចពិសេសរបស់ option ទាំងពីរហ្នឹងគឺប្រើប្រាស់ប្រព័ន្ធបញ្ជូនចលនាដូចគ្នាប្រើប្រាស់ពង2ប្រភេទ plug-in hybrid ដែលជិះបាន 1150 គីឡូម៉ែត្រក្នុង EV mode ជិះបានរហូតដល់ 150 គីឡូម៉ែត្របងប្អូនទាំងគ្នា SUV ទំហំប៉ុណ្នេះខ្ញុំគិតថាស័ក្តិសមខ្លាំងមែនតើណាហើយតាក់ទងទៅនឹងកម្រិតស៊ីសាំងវិញបើសិនជាយើងគិតទៅគឺខ្ទង់ល្បាក់ 1.3 ទៅ 1.8 នៅក្នុង 100 គីឡូហើយពាក់ព័ន្ធទៅនឹង option ទំនើបផ្សេងសឹងតែថាខុសគ្នាតិចមែនតើហ្មងណាបងប្អូនទាំងគ្នាឥឡូវយើងនឹងទៅមើលពីរូបរាងក៏ដូចជាចំណុចពិសេសរបស់ option Ultra ផ្ទាល់តែម្ដងអញ្ចឹងនៅផ្នែកខាងមុខគឺមានជាមួយនឹងភ្លើងជាប្រភេទបន្ទាត់ក៏ប៉ុន្តែកោងទៅជាទម្រង់ភ្នែកណាបងប្អូនទាំងគ្នាទុកឲ្យយើងលេងជាមួយនឹង animation របស់ជាងនេះដែលជាប្រភេទ pixel រហូតដល់ខ្ទង់ 2000 គ្រាប់អញ្ចឹងមានចំនួន8 mode បងប្អូនអាចសេរីទៅជារូបបេះដូងឬក៏បដូរទៅជាឈ្មោះបងប្អូនវិញក៏បានដែរមើលទៅគឺស្អាតខ្លាំងមែនទែនហើយជាងគឺគេដាក់មកខាងក្រោមចេះវិញទីតាំងដែលបំភ្លឺផ្លូវបានល្អបងប្អូនអូខេអញ្ចឹងបន្តមកមើលផ្នែកចំហៀងនេះគឺមានជាមួយនឹងយ៉ាន់ទំហំ 20 អ៊ីងការរចនា detail ស្អាតមែនទេបងប្អូននៅកន្លែងប្លោះនីមួយៗរបស់គេហើយក៏ប្រើប្រាស់ជាមួយស្វកង់ Michelin ផងដែរអញ្ចឹងទ្វារគឺជាប្រភេទ soft close ឬក៏ជាប្រភេទ bird ហើយកញ្ចក់ក៏ជាប្រភេទ2ជាន់ដែរបងប្អូនគ្នាដើម្បីការពារសលេងរំខានឬក៏ sound proof ចូលទៅដល់ផ្នែកខាងក្នុងណាបន្តមកការរចនាផ្នែកខាងក្រោយវិញបណ្ឌិតខ្លាំងមែនទេបងប្អូនគ្នាអញ្ចឹងនៅផ្នែកខាងលើភ្លើង stop គឺជាប្រភេទបន្ទាត់លាតពីឆ្វេងទៅដល់ស្ដាំហើយមានភ្លើងត្រេអញ្ចឹងទៅបន្ទាប់មកបានមានបន្ទាត់ខ្លីនៅខាងក្រោមមួយទៀតបងប្អូនផ្នែកខាងក្នុងនេះគឺជា interior មួយដែលបណ្ឌិតឲ្យស៊ីវិល័យខ្លាំងមែនតើណា GAC គាត់រៀបចំបានល្អខ្លាំងមែនតើចូលមករៀបរយតែម្ដង symmetry គ្រប់កន្លែងទាំង cup holder ទាំង wireless charge ក៏ដូចជាខ្ញុំចាប់អារម្មណ៍ជាមួយនឹង speaker និង ambient light របស់ឡានផ្ទាល់បងប្អូនឃើញប្រកបភ្លើងនៅផ្នែកខាងក្នុងយើងមើលទៅមានអារម្មណ៍ថាបណ្ឌិតខ្លាំងមែនតើហើយមាន speaker នៅផ្នែកកណ្ដាលដែលផុសឡើងមកលើអញ្ចឹងគឺអែមខ្លាំងតែម្ដងអញ្ចឹងបន្តមកឲ្យក្រងកណ្ដាលនេះវិញទំហំធំខ្លាំងក៏ប៉ុន្តែយើងមើលទៅសមជាមួយនឹងតាប់ឡូឡានតែម្ដងបាទ size របស់គេ 15.6 អ៊ីងហើយតាក់ទងទៅនឹងការ response ឬក៏នៅពេលដែលបងប្អូនអូសល្អលដូចទឹកដូចបឺតែម្ដងមកទាំងនេះ smooth ខ្លាំងមែនទែនហើយក៏ធំងាយស្រួលមើលមុខងារផ្សេងៗដូចជាកាមេរ៉ា360ដែលយើងអាចមើលទៅដល់បាតឡានក៏ដូចជា control តាក់ទងទៅនឹងប្រព័ន្ធទំនើបផ្សេងៗដោយសារតែនៅក្នុងឡាននេះ option ultra គឺមានមុខងារក្តៅត្រជាក់កៅអីទាំង4តែម្ដងហើយក៏មានមុខងារ massage សម្រាប់កៅអីទាំង4ដូចគ្នាបងប្អូនទាំងគ្នាលយខ្លាំងតែម្ដងហើយនឹងមានមុខងារ Apple CarPlay Android Auto ទៀតផងអូហើយពាក់ព័ន្ធទៅនឹងតកង់ឡាននេះក៏ទទួលបានជាមួយនឹង head up display ដែលលើមកថាទំហំរហូតដល់ 27 អ៊ីងបងប្អូនអញ្ចឹងសម្រាប់លេខក៏ដូចជារូបភាពផ្សេងៗនៅក្នុងនេះគឺច្បាស់ល្អអូខេបងប្អូនអញ្ចឹងសម្រាប់កៅអីជួរទី2នេះគឺ VIP ខ្លាំងមែនតើតែម្ដងណាជាពិសេសសម្រាប់កៅអីខាងស្ដាំមានជាមួយនឹងតម្រជើងអញ្ចឹងដល់ពេលដែលបងប្អូនចុចតាមប៊ូតុងគឺយើងអាចសម្រាប់ខ្លួនបានសម្រាប់គឺស្រួលខ្លួនខ្លាំងមែនតើហើយតាក់ទងទៅនឹង armrest ក៏ពិសេសផងដែរកាច់ចុះមកបាទមានជាមួយនឹង cup holder ក៏ដូចជាកន្លែងដាក់ទូរស័ព្ទហើយដល់ពេលដែលយើងផ្អែកខ្លួនទៅគឺស្រួលខ្លួនមែនតើហ្មងណាបងប្អូនហើយពាក់ព័ន្ធទៅនឹងកៅអីជួរទី2នេះដែរគឺទំនើបខ្លាំងមែនតើណាបងប្អូនទាំងគ្នាបើសិនជាយើងត្រូវការតម្លើងតម្លាក់គឺមានប៊ូតុងចុចអូតូម៉ាទិកតែម្ដងនិយាយទៅចំណុចដែលខ្ញុំសរសើរក៏ដូចជា surprise ខ្លាំងពី GAC Cambodia ហ្នឹងគឺ option ដែលគាត់យកមកសម្រាប់ GAC S7 នេះល្អខ្លាំងមែនតើសម្រាប់ option Max មិនមែនពងមួយណាបងប្អូនទាំងគ្នាមកបានពង2ដូចជានឹង option Ultra អញ្ចឹងហើយតម្លៃគឺល្អខ្លាំងមែនតើអញ្ចឹងសម្រាប់បងប្អូនដែលកំពុងត្រូវការឡានគ្រួសារដែលជាប្រភេទ plug-in hybrid សំចៃពោពេញទៅដោយមុខងារទំនើបក៏ដូចជាមុខងារសុវត្ថិភាពអាចពិចារណាជាមួយនឹងឡាននេះបាន